ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកជាបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងដោយសារតែមាន comment ពីបងប្អូនអ៊ំពូមីងជាច្រើនដែលខ្ញុំបានឃើញនៅក្នុងវីដេអូភាគមុនដែលគាត់បានសួរអំពីវិធីឬក៏ឧបាយបែបណាក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងកុំឲ្យយើងឆាប់ភ័យឆាប់ខឹងឬក៏ឆាប់ទន់ជ្រាយជាដើមប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមមិនចែករំលែកអំពីវិធីឬក៏ឧបាយនៅក្នុងមេរៀនព្រះធម៌នោះទេខ្ញុំសូមចែករំលែកជាបទពិសោធន៍ផ្ទាល់ខ្លួនវិញពីព្រោះថាមេរៀនព្រះធម៌គឺជាមេរៀនដែលមានជម្រៅសម្រាប់បងប្អូនមួយចំនួនដែលគាត់មិនធ្លាប់បានសិក្សារៀនសូត្រអំពីមេរៀនទាំងអស់នោះគាត់អាចស្ដាប់ទៅពិបាកក្នុងការយល់ហើយអាចធ្វើឲ្យគាត់កើតជាទោមនស្សក្នុងចិត្តថែមទៀតមុនពេលដែលខ្ញុំចាប់ផ្ដើមរៀនមេរៀនចិត្តរបស់ព្រះសម្មាសម្ពុទ្ធខ្ញុំក៏មានបទពិសោធន៍គ្រប់គ្រងខ្លួនឯងផ្ទាល់ខ្លួនខ្លះៗដែរអ្វីត្បិតថាវាមិនលម្អិតច្បាស់លាស់ប្រៀបដូចជាមេរៀនព្រះធម៌ប៉ុន្តែខ្ញុំជឿថាវាអាចប្រើការបានចំពោះបងប្អូនអ៊ំពូមីងដែលគាត់ចង់ចាប់ផ្ដើមកែលម្អខ្លួនឯងដំបូងពីមុនខ្ញុំជាមនុស្សដែលពូកែយំពូកែខ្លាចពូកែខឹងនិងឆាប់ប៉ះទង្គិចផ្លូវចិត្តដោយដែលបងប្អូនទាំងអស់គ្នាកំពុងតែសួរខ្ញុំអញ្ចឹងដែរហើយខ្ញុំក៏មានចិត្តចង់គ្រប់គ្រងអារម្មណ៍ខ្លួនឯងចង់ធ្វើឲ្យខ្លួនឯងរឹងមាំធ្វើឲ្យខ្លួនឯងពូកែជាងមុនដូចដែលបងប្អូនកំពុងតែចង់ដូចគ្នាទាំងនេះគឺជាសញ្ញាល្អទៅវិញទេដែលបង្ហាញថាខ្ញុំនិងបងប្អូនទាំងអស់គ្នាកំពុងតែចង់កែលម្អនិងអភិវឌ្ឍខ្លួនឯងនៅពេលដែលខ្ញុំចាប់ផ្ដើមមានចំណងបែបនេះទើបខ្ញុំអាចរកឃើញខ្លួនឯងដូចឥឡូវនេះដោយការធ្វើឲ្យខ្លួនឯងផ្លាស់ប្ដូរមិនឆាប់ខឹងមិនឆាប់យំមិនឆាប់ទន់ជ្រាយមិនឆាប់ប៉ះទង្គិចដូចពីមុនហើយបទពិសោធន៍ដំបូងដែលខ្ញុំធ្វើដើម្បីគ្រប់គ្រងអារម្មណ៍ខ្លួនឯងគឺចាប់ផ្ដើមឡើងដោយការស្ដាប់អ្នកដទៃគេនិយាយពីការគិតវិជ្ជមាននិយាយពីការអភិវឌ្ឍខ្លួនឯងដោយដែលបងប្អូនកំពុងតែស្ដាប់ខ្ញុំនិយាយនេះគឺខ្ញុំតែងតែស្ដាប់អ្នកចែករំលែកល្បីៗដែលគាត់ចែករំលែកពីការគិតវិជ្ជមានពីការកែលម្អនិងអភិវឌ្ឍខ្លួនឯងខ្ញុំតែងតែស្ដាប់ជារៀងរាល់ថ្ងៃមិនថានៅលើ Facebook ឬក៏នៅលើ YouTube នោះទេដើម្បីបញ្ចូលផ្នត់គំនិតល្អៗក៏ដូចជាការគិតល្អៗទាំងអស់នោះចូលមកក្នុងខ្លួនរបស់ខ្ញុំជាមុនសិនហើយខ្ញុំតែងតែអស់រំលងនៅមាតិកាណាដែលខ្ញុំគិតថាវាគ្មានប្រយោជន៍ឬក៏មិនអាចជួយដល់ការអភិវឌ្ឍខ្លួនរបស់ខ្ញុំរាល់មាតិកាដែលយើងចំណាយពេលវេលារបស់យើងទៅលើវាតែងតែនាំមកនៅឥទ្ធិពលវិជ្ជមាននិងអវិជ្ជមានមកដល់ខ្លួនយើងជានិច្ចហើយមួយទៀតប្រសិនបើខ្ញុំដឹងថាមាតិកាឬក៏វីដេអូភាពយន្តណាមួយដែលមើលហើយធ្វើឲ្យខ្ញុំឆាប់រំជួលចិត្តអាចធ្វើឲ្យខ្ញុំយំខ្ញុំភ័យខ្ញុំខ្លាចអីជាដើមហ្នឹងគឺខ្ញុំអត់ចំណាយពេលវេលាមើលវីដេអូទាំងអស់នោះទេព្រោះខ្ញុំចាប់ផ្ដើមស្គាល់អារម្មណ៍ខ្លួនឯងហើយចេះស្ដាប់អារម្មណ៍ខ្លួនឯងខ្ញុំនឹងមិនមើលអ្វីដែលខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេនេះជាជំហានដំបូងដើម្បីគ្រប់គ្រងអារម្មណ៍ខ្លួនឯងរបស់ខ្ញុំហើយបន្តមកទៀតខ្ញុំក៏ក្លាយជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅការអានសៀវភៅគឺបានបណ្ដុះភាពក្លាហានដល់ខ្ញុំបន្ថែមមួយកម្រិតទៀតហើយការអានច្រើននិងការស្ដាប់ច្រើននេះហើយដែលធ្វើឲ្យខ្ញុំមានការយល់ដឹងអំពីអារម្មណ៍របស់ខ្លួនឯងចេះស្គាល់អារម្មណ៍ខ្លួនឯងនិងចេះស្ដាប់អារម្មណ៍ខ្លួនឯងទើបអាចធ្វើឲ្យខ្ញុំគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានខ្លះប៉ុន្តែក៏នៅតែមិនទាន់ល្អប្រសើរនៅឡើយទេរាល់ថ្ងៃនេះខ្ញុំក៏នៅតែព្យាយាមកែលម្អនិងអភិវឌ្ឍខ្លួនឯងជារៀងរាល់ថ្ងៃដូចគ្នាពិសេសគឺពាក់ព័ន្ធនឹងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងនេះមនុស្សសពថ្ងៃមានបញ្ហានៅត្រង់ចំណុចនេះគឺមិនចេះស្ដាប់អារម្មណ៍ខ្លួនឯងនិងមិនស្គាល់ពីអារម្មណ៍ខ្លួនឯងប្រសិនបើយើងចង់គ្រប់គ្រងអារម្មណ៍ខ្លួនឯងជាដំបូងយើងត្រូវតែស្គាល់អារម្មណ៍របស់ខ្លួនឯងហើយត្រូវចេះសួរសំណួរមកកាន់ខ្លួនឯងជំនួសឲ្យការសួរសំណួរទៅកាន់អ្នកដទៃដើម្បីចង់ដឹងអំពីការគិតរបស់គេពេលខ្លះយើងចេះតែចង់ដឹងចិត្តរបស់គេថាតើគេគិតអ្វីខ្លះមកលើយើងប៉ុន្តែយើងមិនដែលចង់ដឹងចិត្តខ្លួនឯងនោះទេដោយមិនដែលបានសួរនាំអំពីអារម្មណ៍របស់ខ្លួនឯងថាតើខ្លួនឯងកំពុងតែគិតអ្វីខ្លះសូមចងចាំថាការអភិវឌ្ឍចិត្តគំនិតផ្ទាល់ខ្លួនរបស់យើងគឺចាប់ផ្ដើមពីការចេះសួរសំណួរមកកាន់ខ្លួនឯងនេះហើយឧទាហរណ៍ថានៅពេលដែលមាននរណាម្នាក់ជេរឬក៏និយាយឌឺដងបញ្ឈឺឲ្យយើងឈឺចិត្តសូមសួរសំណួរមកកាន់ខ្លួនឯងថាតើពេលនេះខ្ញុំកំពុងតែមានអារម្មណ៍អ្វីជំនួសឲ្យការមានចម្ងល់ថាហេតុអ្វីបានជាគេជេរយើងគួរតែងាកមកសម្លឹងមើលចិត្តរបស់យើងវិញថាតើវាឈឺព្រោះអ្វីព្រោះតែអ្នកដទៃគេជេរយើងឬក៏ព្រោះតែយើងចង់បានការទទួលស្គាល់ពីអ្នកដទៃចំពោះរឿងផ្សេងទៀតក៏ដូចគ្នាពេលខ្លះយើងរវល់តែឆ្ងល់អំពីការគិតរបស់អ្នកដទៃប៉ុន្តែយើងមិនដែលបានឆ្ងល់អំពីចិត្តរបស់ខ្លួនយើងនោះទេថាហេតុអ្វីបានជាវាមានអារម្មណ៍ដូចនេះការចេះស្ដាប់អារម្មណ៍ខ្លួនឯងគឺជាដំណោះស្រាយដើម្បីស្វែងរកសន្តិភាពនៅក្នុងចិត្តរបស់យើងខ្លួនឯងហើយនេះគឺជាបទពិសោធន៍ក៏ដូចជាវិធីដែលខ្ញុំធ្វើដើម្បីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមុនពេលដែលខ្ញុំចាប់ផ្ដើមរៀនមេរៀនចិត្តរបស់ព្រះសម្មាសម្ពុទ្ធដូច្នេះមុននឹងបងប្អូនចង់គ្រប់គ្រងអារម្មណ៍ខ្លួនឯងជាដំបូងបងប្អូនគួរតែស្គាល់អារម្មណ៍របស់ខ្លួនឯងជាមុនសិនហើយការស្ដាប់និងការអាននេះហើយដែលជួយឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់ពីអារម្មណ៍របស់បងប្អូនបានកាន់តែច្បាស់សរុបមកវិញសង្ឃឹមថាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទាំងអស់នេះនឹងក្លាយជាប្រយោជន៍ចំពោះបងប្អូនទាំងអស់គ្នាដែលកំពុងតែស្វែងរកវិធីក្នុងការស្គាល់អារម្មណ៍ខ្លួនឯងនិងគ្រប់គ្រងអារម្មណ៍ខ្លួនឯង